Ok, số đây tao này chẳng này cũng bây giờ tao này em bị được trong cái thua poster là lơ cầm thì Canva chẳng đầm bay thua bá tao này cho một đâu nông một tông hồ một vệ sinh máu cứ cho mình tầm rộng bạc nắng hai để sao thì dân thua poster chẳng tới cụ ra cầm một này thua poster là bị lụ là tập hóa chẳng tao này còn là search hay rồi bị thế promotion poster nó lại search template nâng chẳng là tao này vài móc bị thế promotion poster chẳng là vài máu cứ promotion ok hai poster là bị rồi bức khởi bị vài chấp những còn ta search hai tổng nên nó khởi template chỉ đó để giờ ai cho tập ra bàn chẳngក្នុងនេះគឺយើងយក template អីក៏បានដែរប៉ុន្តែគ្រូឃើញថា template ការនេះគឺវាស្អាតដែរអញ្ចឹងទៅគ្រូសម្រេចចិត្តថាយកនេះចុះក្រោយពេលបងប្អូនចូលមកដល់ template នឹងបានហើយបងប្អូនគឺអាចធ្វើការកែអក្សរនិងរូបភាពដែលមាននៅលើនឹងទាំងអស់គឺកែបានទាំងអស់តែម្ដងចឹងឧទាហរណ៍ថាពណ៌នេះអក្សរនេះគេដាក់ថា blue black ប៉ុន្តែគ្រូសុំកែទៅ blue អញ្ចឹងទៅថ្ងៃហ្នឹងគឺថ្ងៃសៅរ៍គឺអញ្ចឹងគឺដូរពីថ្ងៃសុក្រមកដាក់ថ្ងៃសៅរ៍វិញអូខេហើយបើយើងពេលដែលយើងវាយហើយទៅបើសិនជាឧបមាថាឃើញអក្សរវាធំចេះតោះនេះអាចធ្វើការប្រូមអក្សរវិញបានដល់យើងអូសមកខាងឆ្វេងតិចមកហើយមើលទៅយើងមានកន្លែងដែលយើងដាក់ថា font size ហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរអក្សរតាមអីដែលយើងចង់បានអញ្ចឹងឧទាហរណ៍គ្រូយកធ្វើ144អីចឹងទៅចំណុចផ្សេងទៀតដូចជារូបភាពក៏យើងអាចធ្វើការផ្លាស់ប្ដូរបានដែរអញ្ចឹងឧទាហរណ៍ថាគ្រូចង់ដូររូបភាពកាសនេះចេញគ្រូចង់ដាក់ជាប្រភេទ airport វិញអញ្ចឹងគ្រាន់តែចុចលើវាហើយចុចអសញ្ញារូបធុងសម្រាមទៅវានឹងលុបឲ្យអូតូក្រោយពេលលុបយើងត្រូវការចូលមកក្នុងកន្លែងឈ្មោះថា element ដែលនៅខាងក្រោមនេះនៅជាប់ design នឹង text ហ្នឹងអញ្ចឹងយើងធ្វើការ search អ្វីដែលយើងចង់ search មកឧទាហរណ៍គ្រូ search ពីថា airport អញ្ចឹងនៅពេលដែល search ពីថា airport វានឹងមានជា template ឬក៏រូបភាព element airport ឲ្យយើងមានទាំងជាប្រភេទរូបភាពផ្ទាល់ហើយនិងរូបភាពរបៀបជាតុក្កតារបៀបចេះអញ្ចឹងឧទាហរណ៍ថាខ្ញុំយករូបភាពជាប្រភេទផ្ទាល់មួយហើយខ្ញុំគ្រាន់តែចុចមកគឺវានឹងចូលមកដល់ក្នុងបើយើងបានហើយយើងអាចធ្វើការ break ឬក៏ broom និងដូរ position ឬក៏ទីតាំងរបស់វាចំពោះលេខខាង50%នេះបើសិនជាយើងគិតថា50នោះវាច្រើនពេកយើងអាចបញ្ចុះត្រឹម35%អីចឹងទៅអញ្ចឹងយើងទៅសេឲ្យតាមពិតអាលេខហ្នឹងក៏យើងអាចដូរពណ៌ដូរអីបានដូចគ្នាដែរគឺវាមានមុខងារជាច្រើនដែរបងប្អូនអាចប្រើប្រាស់បានហើយជាចំណុចបន្តទៀតគឺគ្រូនឹងបង្ហាញពីកន្លែងដែលពួកយើងអាចធ្វើការដូរពណ៌បអសអញ្ចឹងដើម្បីដូរពណ៌បអសបងប្អូនចុចកន្លែងអក្សរ A នឹងមកនេះអញ្ចឹងបងប្អូនចង់ដូរពណ៌អីគឺវាដូរទៅតាមពណ៌អីដែលយើងបាន set អញ្ចឹងទៅអញ្ចឹងពេលដូរចាប់ចឹងគាត់ចុចខ្វែងមកហើយបន្តមកទៀតចំពោះមុខងារជាភាសាទៀតដែលនៅលើអក្សរគឺនឹងរូបភាពគឺវានៅខាងក្រោមនេះជាច្រើនអញ្ចឹងឥឡូវនេះខ្ញុំសូមបញ្ចូលទៅមួយមុខងាររបស់អក្សរជាមុនសិនអញ្ចឹងមុខងាររបស់អក្សរដំបូងបំផុតគឺទៅជាមួយនឹង font ចំពោះកន្លែង font នេះគឺទាំងអស់នេះអាចធ្វើការដូរ font ដែលណាដែលយើងគិតថាជាអក្សរដែលវាស្អាតអញ្ចឹងអានេះជាឧទាហរណ៍ទេខ្ញុំគ្រាន់តែសូពី3 font ទេទាំងអស់នេះចង់ដូរបានដូរទៅមួយទៀតតកតងជាមួយនឹងគេហៅថា text style ហ្នឹងគឺតកតងជាមួយនឹងsub heading និង heading អញ្ចឹងជា recommend បើសិនជាយើងចង់បានអក្សរធំគឺយើងដាក់ជា heading ទៅfont size គឺតកតងមួយទំហំអក្សរcolor គឺតកតងមួយដូរពណ៌ color មួយវិញទៀតតកតងជាមួយនឹងពាក្យថា format នេះគឺចង់នឹងថាវានៅកណ្ដាលឬក៏នៅឆ្វេងអញ្ចឹងចំពោះ spacing ខាងលើគឺ letter spacing គឺសំដៅដល់ភាព space នៅទៅតឹងហើយអាក្រោមនេះបើសិនជាយើងមាន2ជួរ3ជួរអាហ្នឹងយើងចង់ឲ្យពីជួរទី1ជួរទី2ហ្នឹងពីលើពីក្រោមហ្នឹងវាខុសគ្នាប៉ុណ្ណាចំណែក animation នេះវិញគឺសំដៅទៅដល់ឲ្យយើងចង់ឲ្យអក្សរហ្នឹងវា load ដូចនៅក្នុង slide យើងអញ្ចឹងប៉ុន្តែអានេះបើសិនជាយើងយកជា poster ទេយើងគ្រាន់តែដាក់ណាំធម្មតាទៅtransparency សំដៅទៅដល់ព្រាលឬក៏អត់បើយើងចង់បានព្រាលយើងអូសវាត្រឹមតិចមកប៉ុន្តែបើយើងចង់ច្បាស់គឺយើងដាក់100ហើយចំពោះ layer នេះវិញអានេះវាតកតងជាមួយនឹងតើយើងដាក់រូបណាមុនរូបណាក្រោយឧទាហរណ៍ថាទាំងអស់គ្នា layer ហ្នឹងចង់ផ្លាស់ប្ដូរទីតាំងរបស់ layer អញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំអូសឧទាហរណ៍មកដាក់ Saturday ហ្នឹងមកនៅពីមុខកាសអញ្ចឹងទាំងអស់គ្នាឃើញកាសនៅពីក្រោមអញ្ចឹងកាសនៅពីក្រោមនោះមានន័យថាកាសហ្នឹងគឺវានៅពីក្រោយរបស់អក្សរបើសិនជាយើងចង់ឲ្យអក្សរមកនៅមុខលើកាសអក្សរហ្នឹងទៅនៅក្រោយកាសវិញគឺយើងលើកកាសទៅខាងលើអញ្ចឹងកាលណាយើងលើកកាសទៅខាងលើអក្សរហ្នឹងវានៅខាងក្រោយអញ្ចឹងមានន័យថាម៉េចបើសិនជាទាំងអស់គ្នាចង់ឲ្យរបស់ឬក៏រូបភាពឬក៏អក្សរហ្នឹងណានៅមុខគេគឺទាំងអស់គ្នាត្រូវយកវាមកដាក់នៅខាងលើបើទាំងអស់គ្នាចង់ឲ្យវានៅខាងក្រោយគេប្រអស់គឺយកវាទៅដាក់នៅខាងក្រោយអូខេ
ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងបើសិនជាពួកយើងចង់ផ្លាស់ប្ដូរទីតាំងរបស់អក្សរឬក៏រូបភាពអីគឺយើងអាចធ្វើនៅកន្លែង layer ហ្នឹងបានបន្ទាប់មកវាមានមុខងារជាច្រើនទៀតអូខេអានេះយើងចូលមកដល់រូបភាពហើយឥឡូវសុំចេញទៅវិញសិនយើងចូលមកដល់ text ជាមុនសិនចាំយើងទៅដល់រូបភាពអូខេtext ក្រៅពី layer មកវាមាន node វាមាន notch ហើយឥឡូវយើងចូលដល់រូបភាពវិញម្ដងចឹងរូបភាពវាមាន crop image វាមាន flip វាមាន animation transparency ដូចគ្នាទេtransparency ហ្នឹងគឺភាពច្បាស់របស់វានឹងកម្រិតណាវាមាន layer មានអីដូចតែជាមួយនឹង text ដែរអញ្ចឹងរបៀបប្រើប្រាស់របស់វាគឺស្តៀងគ្នាហើយមួយចំណុចទៀតហ្នឹងគឺតកតងជាមួយនឹងការដាក់រូបភាពដែលមាននៅលើទូរស័ព្ទរបស់យើងចូលទៅក្នុងអញ្ចឹងនៅក្នុងនេះគឺបើសិនជាយើងអត់ចុចចំ text ឬក៏អក្សរគឺវាមាន load មុខងារជាច្រើនចេះអញ្ចឹងដើម្បី upload រូបភាពបានតើអស់នេះចូលមកក្នុងពាក្យថា upload បន្ទាប់មកចំពោះរូបភាពដែល upload ហើយគឺវានឹង load នៅក្នុងនេះតែខ្ញុំសូមឲ្យបងប្អូនជ្រើសរើសយក upload file បន្ទាប់មកយកពាក្យថា device ទៅវានឹងយករូបភាពដែលយើងមាននៅក្នុងទូរស័ព្ទរបស់យើងទៅអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំយករូបភាពសិស្សសាលាច្រឡំដៃរូបភាពថ្នាក់រៀនចេះចោះប៉ុន្តែទៅពេលដែលយើងចុចរូបភាពថ្នាក់រៀនហ្នឹងហើយវានឹងធ្វើការ upload ចូលទៅក្នុងកម្មវិធី Canva ហ្នឹងអញ្ចឹងវាត្រូវការ store សិនបងប្អូននេះត្រូវរងចាំរហូតដល់វាដើរពេញទើបយើងអាចធ្វើការ insert រូបភាពហ្នឹងចូលទៅក្នុង poster របស់យើងអញ្ចឹងឥឡូវនេះវាពេញហើយខ្ញុំធ្វើការ insert ចូលទៅអូខេគ្រាន់តែចុចលើវាទៅវា insert ចូលហើយពេលដែលវាបានប៉ុណ្ណឹងអញ្ចឹងដោយសារតែមុខងាររបស់ខ្ញុំនេះជាប្រភេទបងលុយអញ្ចឹងទៅវាមានមុខងារដូចជា remove background អញ្ចឹងទៅហើយបើទាំងអស់គ្នាវិញប្រហែលជាអត់មាន remove background ទេអញ្ចឹងទាំងអស់គ្នាបើសិនជាចង់កាត់ background លើរូបភាពរបស់យើងខ្ញុំ recommend ឲ្យប្រើប្រាស់ website ដូចជា remove.bg ដែលយើងធ្លាប់រៀនអញ្ចឹងទៅអញ្ចឹងពេលទាំងអស់គ្នាកាត់ background ហើយអញ្ចឹងគឺយើងអាចធ្វើការ move វាទៅឆ្វេងទៅស្ដាំយើង break ឬក៏ broom វាបានហើយបើយើងចង់លុបវិញតើអស់គ្នាគ្រាន់តែចុចលើវាមកចុចលើវាអញ្ចឹងហើយនោះសញ្ញារូបធំសម្រាប់ហ្នឹងគឺយើងចុចលុបបានហើយអូខេអញ្ចឹងចំណេះដឹងក្នុងការធ្វើ poster គឺខ្ញុំចែករំលែកបានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងអាចធ្វើបានហើយការងារដែលទាំងអស់គ្នាធ្វើហើយត្រូវ submit ឲ្យខ្ញុំបងប្អូនគ្រាន់តែចុចសញ្ញាព្រួយឡើងលើដែលចិត្តសញ្ញាព្រួយចុះក្រោមហ្នឹងទៅគឺឃើញកន្លែងនេះជាកន្លែង share អញ្ចឹងពេលកន្លែង share នេះកន្លែង add people បងប្អូនដាក់ Gmail ដែលខ្ញុំផ្ញើចូលក្នុង group ហើយយកពាក្យថា editor ចឹងទាំងអស់គ្នាពេលដែលដាក់ហើយកន្លែងនេះគឺគេឲ្យយើងទៅសារបន្ថែមអញ្ចឹងសារបន្ថែមសូមដាក់ឈ្មោះអ្នកដែលធ្វើឧទាហរណ៍យើងធ្វើ2នាក់យើងដាក់2នាក់ទៅឧទាហរណ៍ថាគូដាក់មករាអានេះសិខុសហើយហេងម៉ាឡារីហើយនឹងលីចត្រាអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាហេងម៉ារីនឹងលីចត្រាមកពីថ្នាក់ទីម៉ែនដាក់ថ្នាក់ទីខ្ញុំផងខ្ញុំដឹងថាទី 11G ហើយបងប្អូនគ្រាន់តែចុចពីថា share ទៅគឺការងារហ្នឹងវានឹងទៅដល់ Gmail របស់ខ្ញុំហើយខ្ញុំដឹងថាពួកយើងធ្វើដល់កម្រិតណាអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាលើវីដេអូនេះហើយសង្ឃឹមថាពួកយើងធ្វើបាន poster ស្អាតៗដូចគ្នាមេរៀននេះគឺសង្ឃឹមថាបងប្អូនយកទៅប្រើក្នុងន័យល្អដើម្បីធ្វើ poster ក្នុងការជួយជំរុញគោលដៅនឹងថ្ងៃអនាគតឬក៏អាជីវកម្មរបស់យើងបានអរគុណបាយបាយ